ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះម៉ែដូសៀមកបង្ហាញវិធីធ្វើនំគ្រាប់សាគូជាមួយនឹងស្នូលដំឡូងស្រស់ស្អាតណាស់ហើយវិធីធ្វើគឺស្រួលមែនតើនំនេះប៉ុន្តែធ្វើចេញមកមានរូបរាងស្រស់ស្អាតញ៉ាំទៅស្វិតជ្រឹបបងប្អូនអាចធ្វើសម្រាប់បុណ្យទានឬក៏បងប្អូនណាធ្វើសម្រាប់ជាបង្អែមដាក់តុការក៏ល្អមើលដែរស្អាតទៀតចាចឹងមុនទៅមើលវិធីធ្វើបងប្អូនឲ្យមើល channel មើលដែរ share ហើយអត់បានជួយ subscribe សូមជួយ subscribe សូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូក្រោយៗទៀតបងប្អូនដែលមើលតាម Facebook សូមជួយចុច follow page មកដល់ share បានច្រើនផងអរគុណច្រើនចឹងយើងទៅមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាចាអញ្ចឹងគឺខ្ញុំប្រើគ្រាប់សាគូចំនួន100ក្រាមឬយើងហៅថា1ខាំហ្នឹងរួចហើយដាក់ទឹកក្តៅទឹកហ្នឹងគឺទឹកក្តៅពុះខ្លាំងណាទឹកក្តៅខ្លាំងចំនួន100ក្រាមឬក៏1ខាំដូចគ្នាចូលដើម្បីត្រាំគ្រាប់សាគូយើងឲ្យរីកងាយស្រួលយើងយកមកពូតជាដុំណាចាកូរឲ្យរាងសព្វចូលគ្នាបន្តិចហើយយើងដាក់ស្ករសចូលចាអញ្ចឹងខ្ញុំដាក់ស្ករសតែ1ស្លាបព្រាបាយទេហើយនឹងអំបិល1ចឹបប៉ុណ្ណោះហើយយើងកូរឲ្យស្ករសហ្នឹងសព្វចូលជាមួយគ្រាប់សាគូហើយយើងត្រាំទុកចោលអញ្ចឹងរយៈពេល20នាទីទៅ30នាទីទុករហូតដល់តែគ្រាប់សាគូយើងហ្នឹងរីកបើសិនជាគ្រាប់សាគូបងប្អូនត្រាំកន្លះម៉ោងហើយនៅតែអត់រីកល្អទេបងប្អូនអាចយកទៅដាក់លើភ្លើងលើចង្ក្រានបើកភ្លើងតិចកូរឲ្យគ្រាប់សាគូរីកក៏បានដែរហើយនេះខ្ញុំធ្វើមួយពណ៌ទៀតដោយខ្ញុំប្រើគ្រាប់សាគូនេះគឺមានពណ៌ស្រាច់ណាគឺគ្រាប់សាគូផុសចិនគេលាយពណ៌ស្រាច់បើបងប្អូនចង់បានពណ៌អត់មានគ្រាប់សាគូដែលលាយពណ៌បងប្អូនអាចគ្រាប់សាគូសយើងនឹងចាក់ដាក់លាក់អាហារចូលទៅយើងនឹងបានពណ៌ផ្សេងតាមបងប្អូនចង់បានដែរហើយវិធីធ្វើគឺដូចគ្នាបរិមាណគឺដូចគ្នាគឺយើងប្រើគ្រាប់សាគូ1ខាំដូចគ្នាដាក់ស្ករស1ស្លាបព្រាបាយដូចគ្នាហើយនឹងដាក់អំបិលបន្តិចដូចគ្នាបរិមាណហើយនឹងគ្រឿងផ្សំហ្នឹងគឺដូចគ្នាទេគ្រាន់តែខ្ញុំធ្វើពីរពណ៌ជូនបងប្អូនដើម្បីបងប្អូនឃើញថាអូពណ៌សចេញមករូបរាងចេះស្អាតម្យ៉ាងហើយបើគ្រាប់សាគូដែលមានពណ៌ផ្សេងចេញមកឃើញចេះស្អាតម្យ៉ាងដូចគ្នាអញ្ចឹងយើងត្រាំទុករយៈពេលកន្លះម៉ោងដូចគ្នាចាអញ្ចឹងខ្ញុំប្រើស្នូលដោយប្រើដំឡូងស្វាយនិងដំឡូងលឿងដំឡូងទឹកក្រូចហ្នឹងយើងហាត់ជាដុំតូចលាងឲ្យស្អាតហើយហាន់ជាដុំតូចដាក់ចំហុយឲ្យផុយល្អរយៈពេលខ្ទង់10ទៅ15នាទីគឺដំឡូងយើងផុយហើយបងប្អូនអាចដូរពីដំឡូងមកល្ពៅឬមកត្រាវក៏បានដែរចាបន្ទាប់ពីចំហុយ10នាទីក្រោយមកដំឡូងរបស់ខ្ញុំបានផុយឆ្អិនហើយដោយសារខ្ញុំធ្វើបរិមាណតិចខ្ញុំដួសយកតែសាច់ដំឡូងដែលចំហុយហ្នឹងគឺតែ1ខាំទេ100ក្រាមមកប្រើទេហើយសាច់ដែលនៅសល់គឺខ្ញុំដាក់ទូទឹកកកទុកសម្រាប់ធ្វើនំផ្សេងទៀតហើយយើងប្រើសមសង្កត់ឲ្យដំឡូងហ្នឹងម៉ត់ល្អបើសិនជាសាច់ដំឡូងយើងស្ងួតពេកយើងថែមទឹកបន្តិចដើម្បីឲ្យសាច់ដំឡូងហ្នឹងរាងសើមងាយស្រួលក្នុងការពូតហើយដាក់អំបិល1ចឹបរួចហើយដោយសារដំឡូងរាងផ្អែមដែរយើងគ្រាន់តែដាក់ស្ករសប្រហែលកន្លះស្លាបព្រាបាយហ្នឹងចូលទៅបងប្អូនអាចភ្លក់បានបើសិនជាស្នូលប៉ុណ្ណឹងអត់សូវផ្អែមបងប្អូនអាចថែមបន្តិចទៀតក៏បានដែរស្ករសតាមចំណង់ចំណូលចិត្តបងប្អូនប៉ុន្តែខ្ញុំដាក់តែកន្លះស្លាបព្រាបាយទេរួចហើយលាយឲ្យសព្វជាមួយនឹងដំឡូងយើងហ្នឹងហើយបើយើងមើលទៅស្ងួតពេកពិបាកពូនជាដុំតូចយើងអាចដាក់ទឹកថែមបន្តិចទៀតលាយជាមួយវាក៏បានដែរចាឥឡូវដំឡូងស្វាយនិងស្ករសអីហ្នឹងគឺលាយម៉ត់សព្វចូលគ្នាល្អហើយយើងយកមកពូតជាដុំតូចចាបងប្អូនចង់ថ្លឹងក៏បានមិនថ្លឹងក៏បានបើយើងចង់ថ្លឹងយើងអាចថ្លឹងស្នូលដំឡូងហ្នឹងគឺ25ក្រាមទៅហើយយើងដាក់សាច់នំហ្នឹង25ក្រាមដូចគ្នាក៏បានឬក៏អត់ទេយើងអាចពូតស្មានក៏បានដែរអញ្ចឹងចំពោះដំឡូងពណ៌លឿងគឺយើងធ្វើដូចគ្នាដែរគឺខ្ញុំដួសយកមកតែ100ក្រាមឬក៏1ខាំមកប្រើទេហើយសង្កត់ឲ្យម៉ត់ដូចគ្នាដាក់ស្ករដាក់អំបិលបរិមាណដូចគ្នាហើយយកមកពូតជាដុំតូចដូចគ្នាចារួចរាល់ហើយដើម្បីឲ្យនំយើងស្អាតគឺខ្ញុំរោពុំផ្កាដូច្នេះសម្រាប់ធ្វើពុំនេះមានប្រយោជន៍បងប្អូនមានតែមួយយើងធ្វើនំបានច្រើនណានំលោកខែនំកន្ទក់នំអីក៏បានដែរហើយយើងយកមកច្នៃធ្វើនំចេះសង្កត់ទៅពេលចំហុយចេញមកឃើញម៉ូតស្អាតទៀតអញ្ចឹងដើម្បីកុំឲ្យពុំជាប់
យើងលាបប្រេងឆាបន្តិចចូលទៅក្នុងពុំឲ្យគ្រប់កន្លះកន្លៀតទៅដើម្បីសកត់ទៅកុំឲ្យម្សៅយើងនឹងជាប់ជាមួយពុំលាបតិចតិចទេគ្រាន់តែលាបឲ្យគ្រប់ក្បាច់កន្លែងកលុកកន្លៀតផ្កាហ្នឹងទៅចារួចរាល់ហើយយើងត្រូវមានកដាសម្រាប់ទ្រាប់ផងស្រួលយើងលើកយកដាក់ចំហុយបើអត់មានទេបងប្អូនកាត់ស្លឹកចេកទ្រាប់ក៏បានដែរហើយយើងចាប់ម្សៅសាគូយើងហ្នឹងបន្ទាប់ពីយើងត្រាំកន្លះម៉ោងហើយគឺទុនចេះហើយណាចាធ្វើឲ្យសំប៉ែតមកហើយដាក់ស្នូលដំឡូងចូលទៅខ្ចប់ឲ្យចិត្តទៅហើយអត់មានពិបាកអីទេហើយពេលចំហុយចេញមកម្សៅសាគូគាត់ឃើញថ្លាឃើញស្នូលខាងក្នុងពណ៌ស្វាយពណ៌ទឹកក្រូចអីមើលទៅស្អាតម្យ៉ាងដែរចឹងបើសិនជាបងប្អូនចាប់ទៅដៃជាប់ស្អិតអាចយកដៃហ្នឹងជ្រលក់ប្រេងឆាបន្តិចក៏បានដែរជ្រលក់ប្រេងឆាដូចយើងធ្វើនំគមចឹងណាជ្រលក់ប្រេងឆាឲ្យលុញទៅអត់ជាប់ដៃក៏បានដែរចាហើយយើងដាក់ទៅលើกระดาษមកបងប្អូនអត់មានក្រដាសទ្រាប់ដូចខ្ញុំកាត់ស្លឹកចេកទ្រាប់ក៏បានដែរអីទេហើយប្រើពុំហ្នឹងដាក់ចូលអញ្ចឹងពុំនេះគឺទំហំគេហៅពុំ50ក្រាមពុំកន្លះខាំយើងអាចធ្វើនំតិចជាងកន្លះខាំក៏បានដែរយើងសង្កត់2ដងហើយលើកចេញមកយើងនឹងបាននំហើយមានក្បាច់ផ្កាមើលទៅស្រស់ស្អាតមែនតើហើយពុំនេះគឺធូរថ្លៃទៀតអត់ថ្លៃទេហើយអាចធ្វើនំបានច្រើនប្រភេទអញ្ចឹងខ្ញុំបង្ហាញមួយទៀតសម្រាប់ម្សៅសាគូពណ៌សគឺយើងធ្វើដូចគ្នាដែរណាដូចខ្ញុំថាបងប្អូនស្អិតដៃអាចយកដៃនេះជាលក់ប្រេងឆាបន្តិចហើយចាប់ម្សៅសាគូក៏បានដែរអញ្ចឹងទៅអត់ជាប់ដៃទេវិធីធ្វើគឺដូចគ្នាយើងចាប់ម្សៅសាគូមកបន្តិចមកសកត់ឲ្យសំប៉ែតហើយដាក់ស្នូលចូលទៅខ្ចប់ឲ្យចិត្តមូលហើយដាក់ចូលក្នុងពុំសង្កត់ទៅក៏បានដែរអញ្ចឹងម្សៅសាគូពណ៌សគឺខ្ញុំប្រើស្នូលដំឡូងពណ៌ទឹកក្រូចម្ដងបងប្អូនអាចធ្វើមួយសង្កត់មួយក៏បានឬក៏ធ្វើហើយទាំងអស់ហើយចាំយើងដាក់ពុំសង្កត់ម្ដងក៏បានដែរនេះខ្ញុំដូរក្បាច់មួយទៀតជូនបងប្អូនណានេះពណ៌ត្រួយសាគូពណ៌បៃតងខ្ញុំប្រើម៉ូដផ្សេងសាគូពណ៌សនេះខ្ញុំប្រើម៉ូដផ្សេងហើយកុំភ្លេចលាបប្រេងបន្តិចចូលទៅក្នុងពុំដើម្បីកុំឲ្យជាប់ពុំហើយក្បាច់ផ្កាគឺស្អាតមួយណាក៏ស្អាតដែរយើងស្រឡាញ់ម៉ូដអីរើសម៉ូដហ្នឹងទៅរួចហើយយើងប្រើចាយើងដាក់ចូលទៅក្នុងហ្នឹងហើយសង្កត់យកក៏បានដែរកុំភ្លេចត្រូវសង្កត់ឲ្យណែនបន្តិចសង្កត់2ដងដើម្បីឲ្យផ្កាយើងហ្នឹងក្បាច់ផ្កាយើងហ្នឹងឃើញច្បាស់ល្អមើលទៅស្អាតចានេះបងប្អូនធ្វើចេញមកគឺឃើញក្បាច់ផ្កាស្អាតណាស់ហើយចំហុយឆ្អិនមកគឺនំឃើញស្អាតតែម្ដងតាមពិតនំនេះបងប្អូនអាចធ្វើពិសាម្យ៉ាងទៀតដោយមានទឹកខ្ទិះយើងនឹងធ្វើឲ្យខាប់ឲ្យស្រូបពីលើពិសាក៏ឆ្ងាញ់ដែរប៉ុន្តែខ្ញុំអត់ទេខ្ញុំធ្វើតែប៉ុណ្ណេះទេបងប្អូនអាចច្នៃថែមបន្តទៀតក៏បានរួចហើយយើងយករៀបដាក់ក្នុងឡាំងសឹងយកទៅដាក់ចំហុយឲ្យនំយើងឆ្អិនចំហុយរយៈពេលប្រហែល20ទៅ25នាទីឬក៏បងប្អូនធ្វើធំអាចចំហុយដល់30នាទីក៏បានដែរយើងដាក់ទឹកកន្លះឆ្នាំងមកដាក់ទឹកឲ្យពុះហើយដាក់នំយើងចំហុយចាអញ្ចឹងខ្ញុំប្រើភ្លើងមធ្យមហើយដាក់ចំហុយរយៈពេល20នាទីអញ្ចឹង20នាទីក្រោយមកនំខ្ញុំគឺឆ្អិនហើយគឺយើងឃើញសាច់ម្សៅសាគូនោះឡើងថ្លាបានន័យថាឆ្អិនហើយរួចហើយយើងទុកឲ្យត្រជាក់ចានេះគឺជាឆ្នាំងដែលចំហុយសាគូពណ៌បៃតងហ្នឹងចាគឺស្អាតដូចគ្នាណាតំណងដូចគ្នាចាឥឡូវនំរបស់ខ្ញុំបានត្រជាក់ល្អហើយពេលត្រជាក់យើងយកចេញមកគឺអត់ស្អិតជាប់នឹងនេះទេណាចាហើយយើងហូបទៅផ្អែមឈ្ងុយដលងសាច់ម្សៅខាងក្រៅទុនស្វិតឆ្ងាញ់មួយយ៉ាងដែរណាបងប្អូនហើយស្រួលធ្វើទៀតហើយស្អាតទៀតបងប្អូនអាចពិសាដោយធ្វើទឹកខ្ទិះស្រូបពីលើក៏បានដែរដូចបាញ់អិចដូចអីក៏បានដែរណាចាអាចឆ្នៃបានហើយនំនេះទុកបានយូរថ្ងៃណា2ថ្ងៃអីក៏អត់ផ្អូមដែរអត់ដាក់ទូទឹកកកទេយើងចំហុយឆ្អិនហើយដាក់ខាងក្រៅបាន2ថ្ងៃអីក៏បានដែរចឹងអរគុណច្រើនសង្ឃឹមថាវីដេអូមួយនេះមិនតិចក៏ច្រើននឹងមានប្រយោជន៍ដល់បងប្អូនជាមិនខានបងប្អូនមានឱកាសសាកធ្វើលោមើលធ្វើពិសាធ្វើលក់សម្រាប់បុណ្យទានក៏បានឬក៏ធ្វើដាក់បង្អែមការក៏បានដែរខ្ញុំធ្លាប់ធ្វើពីមុនដែរសម្រាប់បង្អែមការធ្លាប់មានភ្ញៀវគេកំងដែរប៉ុន្តែបងប្អូនអាចយកទៅច្នៃធ្វើថែមជួយសម្រាប់លក់ដូរអីបន្តទៀតក៏បានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ